ចូលក្នុងប្រព័ន្ធធ្វើការ login តំណែងដំបូងយើងត្រូវបង្កើតនៅលើតារាងសូមចុចលើតារាងអញ្ចឹងតំណែងដំបូងមានដូចជាទីតាំងអតិថិជនអ្នកគ្រប់គ្រងនិងមុខតំណែងអញ្ចឹងទីតាំងគឺយើងបង្កើតសម្រាប់យើងគ្រប់គ្រងស្តុកបានន័យថានៅតាមទីតាំងក្នុងករណីគាត់គ្រប់គ្រងកម្មវិធីនេះលើបានន័យថាយើងមានទីតាំងច្រើនអញ្ចឹងអាចវេវ៉ាន់ទៅពីតាំងមួយទៅទីតាំងមួយគឺហើយនេះខ្ញុំតេស្តខ្ញុំថាទីតាំងតេស្ត1ខ្ញុំស្អាតទុកអញ្ចឹងខ្ញុំបង្កើតឧទាហរណ៍មួយទៀតតេស្ត2អញ្ចឹងខ្ញុំធ្វើការមានទីតាំងបានន័យថាខ្ញុំមានទីតាំង2ដើម្បីខ្ញុំធ្វើការឧទាហរណ៍វាអីវ៉ាន់ទៅវិញទៅមកពីលើទីតាំងអញ្ចឹងមួយទៀតយើងបង្កើតអតិថិជនអតិថិជនក្នុងគោលបំណងយើងបង្កើតអតិថិជននេះគឺយើងសម្រាប់កត់ត្រាទៅលើអ្នកជំពាក់អញ្ចឹងខ្ញុំសូមបង្កើតឧទាហរណ៍ទៅលើអតិថិជនទូទៅមួយអញ្ចឹងខ្ញុំបង្កើតឈ្មោះអតិថិជនទូទៅនេះខ្ញុំដាក់គាត់ថ្នាក់តម្លៃរបស់គាត់ជាnormal បានន័យថាសម្រាប់អតិថិជនទូទៅបានន័យថាគាត់មកទិញមិនមែនជាម៉ូយឬក៏ជាអ្នកម៉ូដុំអីចឹងទេអញ្ចឹងគាត់ទិញធម្មតាទិញមួយហើយយើងមិនត្រូវការអ្នកជំពាក់ហើយថាគាត់មិនជាអ្នកជំពាក់គាត់មកទិញហើយគាត់ទៅវិញអញ្ចឹងយើងបង្កើតឈ្មោះមួយហ្នឹងសម្រាប់យើងធ្វើការលក់ឲ្យគាត់មិនបាច់គាត់ថាគាត់ជំពាក់ឬគាត់ម៉ូយដុំអីទេអញ្ចឹងមកឧទាហរណ៍បើគាត់មានខ្ញុំបង្កើតឈ្មោះមួយទៀតដាក់តារាអញ្ចឹងទៅអញ្ចឹងសំដៅទៅលើគាត់អ្នកជំពាក់អញ្ចឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍ឈ្មោះ2ចំណែកអ្នកគ្រប់គ្រងនេះវិញគឺសំដៅទៅលើក្រុមហ៊ុនដែលយើងទិញហើយយើងទិញអីវ៉ាន់មកយើងចង់តាមដានយើងចង់តាមដានការទិញរបស់យើងទិញពីអ្នកគ្រប់គ្រងណាខ្លះទិញអីវ៉ាន់អីចឹងហើយបានសងប្រាក់គេឬជាពាក់ប្រាក់គេចឹងអញ្ចឹងយើងបង្កើតឈ្មោះអ្នកគ្រប់គ្រងឲ្យយើងអញ្ចឹងខ្ញុំឧទាហរណ៍អ្នកគ្រប់គ្រងទូទៅអញ្ចឹងអ្នកទូទៅហ្នឹងគឺខ្ញុំមិនចំពោះបានន័យថាខ្ញុំទិញអីវ៉ាន់មកខ្ញុំចូលហើយបានន័យថាយើងអត់គ្រប់គ្រងទៅលើការបង់ប្រាក់អីគេទេបានន័យថាភាគច្រើនមួយចំនួននៅការដែលយើងជំពាក់គេមានវិការច្បាប់នៅខាងក្រុមហ៊ុនគេអញ្ចឹងក្រុមហ៊ុនយើងបើយើងចង់តាមដានមួយទៀតយើងបង្កើតមកយើងកើតឈ្មោះក្រុមហ៊ុននេះចឹងទៅឧទាហរណ៍មានក្រុមហ៊ុន ABC ចឹងទៅខ្ញុំតែកើតមកក្រុមហ៊ុនមួយទៀតអញ្ចឹងទូទៅខ្ញុំសម្រាប់កាលណាខ្ញុំទិញមកខ្ញុំអត់មានចំពោះក្រុមហ៊ុនមួយណាទេអញ្ចឹង ABC ខ្ញុំសំដៅទៅលើក្រុមហ៊ុនដែលខ្ញុំទិញហើយខ្ញុំមានការជំពាក់មិនអីចឹងខ្ញុំធ្វើការតាមដានហើយផ្ទៀងបំជាមួយនឹងការជំពាក់គេហ្នឹងអូខេអញ្ចឹងចូលដល់ចំណុចសំខាន់គឺយើងត្រូវបង្កើតមុខទំនិញអញ្ចឹងអ្នកអាចយល់ច្រឡំនៅពេលយើងបង្កើតគាត់គិតថាបង្កើតនោះគឺវាយស្តុកជាក្នុងកម្មវិធីនេះអត់ទេគ្រាន់តែបង្កើតមុខទំនិញនេះគ្រាន់តែជាការបង្កើតឈ្មោះនៅពេលដែលយើងបង្កើតឈ្មោះហើយយើងយកឈ្មោះអស់ទាំងនេះយកទៅប្រើប្រាស់ในការទិញនិងការលក់អញ្ចឹងកាលណាការទិញវានឹងកើតស្តុកការលក់វានឹងកើតស្តុកអញ្ចឹងខ្ញុំឧទាហរណ៍បង្កើតទំនិញមុនដំបូងយើងត្រូវបង្កើតប្រភេទអញ្ចឹងឧទាហរណ៍ថានៅក្នុងហាងនេះជាហាងលក់ទូរស័ព្ទមួយចុះអញ្ចឹងខ្ញុំបង្កើតប្រភេទខ្ញុំឧទាហរណ៍លើថា iPhone អញ្ចឹងខ្ញុំឧស្សាហ៍ទៅSamsungអាចមានអ្វីច្រើនហ្នឹងខ្ញុំដាក់ឧទាហរណ៍ថាយើងអាចបាយខ្មែរខ្ញុំដាក់ថាផ្សេង
ក្នុងនេះបានន័យថាវាយើងអាចបង្កើតប្រភេទវាបានថាប្រភេទរងរបស់តំណែងមួយយើងដើម្បីបែងចែកនិងងាយស្រួលអញ្ចឹងយើងអាចមានតំណែងរងអញ្ចឹងបើយើងចង់បង្កើតតំណែងរងយើង select វា double click លើ iPhone ឧទាហរណ៍ខ្ញុំបង្កើតប្រភេទរងរបស់ iPhone អញ្ចឹងពេល select ដល់នេះយើងអាចបង្កើតប្រភេទរងតនេះបានអូខេអញ្ចឹងខ្ញុំបំពេញថាឥឡូវខ្ញុំមានផ្សេងដូចជាខ្ញុំមានថាប្រភេទនិយាយថាខ្ញុំឃើញកាសថ្មអីចឹងទៅអូខេអញ្ចឹងយើងអាចបង្កើតច្រើនជាងនឹងទៀតអញ្ចឹងយើងក៏ខ្ញុំធ្វើការជាឧទាហរណ៍អញ្ចឹងមាន2អញ្ចឹងខ្ញុំសូមធ្វើការតេស្តបង្កើតមុខតំណែងតែម្ដងអូខេអញ្ចឹងត្រង់កូដនេះឧទាហរណ៍បើសិននៅក្នុងហាងជាម៉ាតយើងអាចមានម៉ាស៊ីនឬក៏ផលិតផលយើងមានបាកូដយើងអាចប្រើបាកូដបានន័យថានៅក្នុងកន្លែងកូដនេះយើងអាចយកម៉ាស៊ីនមកបាញ់មកវានឹងចេញលេខកូដតំណែងហ្នឹងវាមានតំណែងតាមធម្មតាបើសិនតំណែងក្នុងហាងវាមាន13ទៅ14ខ្ទង់អញ្ចឹងសម្រាប់ហាងដែលយើងលក់ទូរស័ព្ទអញ្ចឹងតំណែងភាគច្រើនក៏អត់មានបាកូដទេអញ្ចឹងយើងត្រូវតាំងលេខកូដខ្លួនឯងឧទាហរណ៍ខ្ញុំដាក់ថា000មួយហ្នឹងទៅអញ្ចឹងខ្ញុំមានផលិតផលយើងបើកឈ្មោះមក4ឧទាហរណ៍ថា 5S black ខ្មៅ 16G ឧទាហរណ៍បាទអញ្ចឹង iPhone 16G កន្លែងនេះយើងបានឲ្យឈ្មោះខ្មែរឬឈ្មោះអង់គ្លេសក្នុងហាងបានន័យថាកន្លែងខ្លះគាត់ប្រើពីភាសាទៅលើវិក្កយបត្ររបស់គាត់ដើម្បីព្រីនឲ្យអតិថិជនបណ្ដាគាត់ចង់មានបង្ហាញខ្មែរនិងអង់គ្លេសអញ្ចឹងគាត់អាចបំពេញតែបើករណីបើអត់ទេយើងអាចវាយទៅលើមួយហ្នឹងយើងអាចវាយខ្មែរក៏បានយើងវាយអង់គ្លេសក៏បានអញ្ចឹងកន្លែងនេះយើងអាចចំហចោលតែបើយើងចង់មានពីរភាសាយើងអាចវាយត្រង់ហ្នឹងបានអូខេនៅក្នុងនេះយើងបែងចែកប្រភេទក្រុមតំណែងចឹងនេះយើងអាចដាក់មួយទៀតតំណែងរងយើងអាចរើសក៏បានបើសិនឧទាហរណ៍មាននៅក្នុងនោះយើងមានតំណែងរងត្រូវមានយើងអាចដាក់បានបើអត់នេះយើងអត់ដាក់ក៏អត់អីដែរគ្រាន់តែនៅពេលដែលយើងដាក់តំណែងរងនៅពេលដែលយើងលក់ចេញពីកាយប័ត្រឬក៏យើងរកតំណែងគឺវាស្រួលរកបានន័យថាវាមានពីរលំដាប់ដែលយើងអាចសតតំណែងកាន់តែខ្លីដើម្បីឲ្យយើងងាយស្រួលរកអូខេអញ្ចឹងខ្ញុំឧទាហរណ៍កាសវាអត់ត្រូវទេខ្ញុំដាក់ថាសូមបង្កើតមួយទៀតថាphone អញ្ចឹងវាជាប្រភេទទូរស័ព្ទអញ្ចឹងទៅឬក៏យើងដាក់ពាក្យថា mobile ក៏បានខ្ញុំសូមធ្វើការកែប្រែយើង right click លើវាពាក្យកែប្រែអញ្ចឹងធ្វើការ select ម្ដងទៀតវានឹង change អញ្ចឹងអានេះគ្រាន់តែលេខវាក្នុង system គឺវាចាក់លេខកូដឈ្មោះគ្រាន់តែតំណាងទេអូខេអញ្ចឹងត្រង់នេះយើងប្រភេទ stock បានន័យថារបស់យើងទិញហើយលក់អញ្ចឹងវាគិតជា stock បើទេបានន័យថាឈ្មោះវាជាសេវាកម្មឧទាហរណ៍នៅក្នុងហាងយើងមានសេវាជួសជុលទូរស័ព្ទអីចឹងទៅយើងបង្កើតថ្លៃជួសជុលទូរស័ព្ទយើងប្រភេទជាទេមកអញ្ចឹងថ្លៃជួសជុលហ្នឹងវាអត់ទិញ stock ចូលទេបានន័យថាយើងលក់យើងជឿហ្នឹងយើងលក់សេវាកម្មហ្នឹងយើងបានកម្រៃហ្មងចឹងគ្រប់នេះខ្ញុំនឹងបង្រៀនវគ្គក្រោយវគ្គនេះខ្ញុំអត់ទាន់ឲ្យទេខ្លាចបង្រៀននេះច្រើនពេកអូខេអញ្ចឹងមានទម្រង់3ដែលយើងបញ្ចូលបានមិនបញ្ចូលបានព្រោះលក្ខណៈរបស់តំណែងមានទំហំអញ្ចឹងផលិតផលយើងមានសាយអត់មានមកពីណាអត់មានលក្ខណៈអត់អញ្ចឹងយើងនេះពេញក្បាលយើងមិនពេញក្បាលនៅត្រង់ចំណុច slide down ជាមធ្យម
នេះយើងពេលបង្កើតយើងមិនបាច់បញ្ចូលវាបានន័យថានេះយើងទុកមើលព័ត៌មានឡើងវិញបានន័យថាពេលដែលយើងទិញចូលវានឹងគណនាថ្លៃជាមធ្យមឲ្យអូតូម៉ាទិកហើយនឹង display ឲ្យយើងនៅថ្លៃចុងក្រោយនេះថ្លៃលក់ទិញចុងក្រោយថ្លៃចុងក្រោយចង់មានន័យថាម៉េចបានន័យថាយើងទិញ3ដងទិញម្ដង1រៀល2រៀល3រៀលអញ្ចឹងថ្លៃចុងក្រោយគឺ3រៀលអញ្ចឹងបើចុងក្រោយវា2រៀលនេះគឺ2រៀលចឹងនេះកម្រិតចំនួនត្រូវបន្ថែមបានន័យថាយើងដាក់ចំនួនឧទាហរណ៍ថាក្នុងហាងយើងលក់របស់ហ្នឹងលក់ដាច់យើងទិញមក100ចឹងយើងលក់ទៅយើងចង់ថានៅសល់ស្តុកត្រឹម5 10យើងត្រូវធ្វើការរំលឹកឲ្យយើងដើម្បីយើងកំងថែមកុំឲ្យវាអស់ស្តុកទៅពេលអស់ស្តុកទៅយើងអត់មានបានលក់អញ្ចឹងយើងអាចដាក់ចំនួនដែលយើងចង់ក្រើនរំលឹកវាអូខេចឹងឥឡូវខ្ញុំអត់ទាន់នេះទេខ្ញុំសូមរក្សាបញ្ចូលព័ត៌មានហ្នឹងខ្ញុំអាចរក្សាទុកនៅមួយទៀតបើសិនករណីថាតំណែងយើងមានរូបភាពយើងអាចដាក់រូបភាពឡើងនេះបានយើង select មកគ្រាន់តែរកទីតាំងនៃរូបភាពយើងបើមានរូបភាពមានចឹងបើគាត់មានរូបភាពគាត់អាចរើសទីតាំងរូបភាព select រូបភាពមកវាបានរូបភាពចូលត្រង់នេះយើង save ទៅវាជាប់រូបភាពដែរអូខេនៅមួយទៀតបើសិនគាត់ពេលបង្កើតគាត់ចង់ដាក់តម្លៃលក់ឲ្យហើយគាត់ចូលមកlạiកម្រិតតម្លៃនេះតែបើអត់ទាន់នេះបានន័យថាយើងអាចបង្កើតឈ្មោះនឹងឲ្យហើយគ្រប់មុខមិញក្នុងហាងយើងអស់ទៅយើងមានកន្លែង tool មួយដើម្បីឲ្យងាយស្រួលបញ្ចូលតម្លៃលក់វានៅក្នុងសន្និធិនិងកំណត់តម្លៃលក់ចឹងយើងចូលមកយើងបើតំណែងយើងមានប្រហែលប្រភេទយើង select មកឃើញតាមហ្នឹងចឹងទីទៀតខ្ញុំបង្ហាញអូខេឥឡូវខ្ញុំចូលមកដល់កន្លែងបង្កើតយើងធម្មតាខ្ញុំបានព័ត៌មានហ្នឹងខ្ញុំរក្សាទុកអូខេចឹងបានមួយចឹងខ្ញុំឧទាហរណ៍បង្កើតមួយទៀតហើយនៅក្នុង system យើងអាច copy បានឧទាហរណ៍ថាវាមានពណ៌សយើងចង់ថាពណ៌សនោះវានៅក្រុម iPhone នៅក្នុងក្រុមរង mobile ដដែលយើងអាច right click យកពាក្យ copy ចឹងវា load ព័ត៌មានហ្នឹងមកដដែលតែលេខកូដយើងត្រូវវាយខ្លួនឯងចឹងសូមបញ្ចេញ00 3ដង2ចឹងខ្ញុំដាក់វាយឬក៏ខ្ញុំអាចសរសេរខ្មែរសចឹងទៅបាទថាយើងអាចវាយខ្មែរផងក៏បានវាយអង់គ្លេសផងក៏បានដែរអូខេចឹងខ្ញុំបានខ្ញុំរក្សាទុកចឹងខ្ញុំបានព័ត៌មាន2អូខេចឹងខ្ញុំអាចសូមបង្កើតមួយទៀតថា003ខ្ញុំដាក់ថ្ម iPhone ហ្នឹងទៅចឹងអាចវាយអង់គ្លេសខ្មែរ iPhone 5 S ហ្នឹងទៅមិនដឹងថា S ហើយ 5 វាដូចគ្នាទាំងអស់អត់ទេអញ្ចឹងនៅក្នុងមួយវានៅក្នុង iPhone តែប្រភេទរងវាជាថ្មអញ្ចឹងរបស់ហ្នឹងតើទិញលក់អត់អញ្ចឹងវាទិញលក់ stock និង stock អូខេគឺខ្ញុំបានថ្មមួយទៀតខ្ញុំបង្កើតមួយទៀត0.4ជាលេខកូដនេះយើងអាចតាំងទៅតាមប្រភេទរបស់យើងបានយល់គាត់គាត់ថាអ្វីដែលស្រួលអញ្ចឹងយើងអាចដាក់លេខកូដហ្នឹងឲ្យទៅតាមនេះទៅតាមមុខទំនិញដែលយើងចាំអាចចាំបានតាiPhone 5ទីហោហ្នឹងទៅវានៅក្នុងអីគេនៅក្នុង iPhone មកកាអូខេចឹងពេលដែលសារទុកពេលដែលយើងចុចទៅលើទំនិញក៏ក្រុមទំនិញមក Samsung ចុចមកអត់មានទេ iPhone កាលណាយើងចុចមកចេញទាំង4បានតែយើងបង្កើតប្រមាណចេញពីនោះនៅក្នុងក្រុម iPhone តែយើងអាចទៅមើលកន្លែងនេះវិញបានន័យថាវាក្នុងក្រុម iPhone តែប្រភេទរងវាខុសគ្នាចឹងខ្ញុំសូមធ្វើការបង្ហាញដើម្បីឲ្យយើងស្រួល
រកតំណែងហ្នឹងនេះខ្ញុំឧទាហរណ៍4នេះអញ្ចឹងករណីពិតប្រាកដមិនមែនវាអាចច្រើនព្រោះគាត់ iPhone ហ្នឹង iPhone 4វាមានអីវាមានពណ៌សវាមានពណ៌ខ្មៅ 16G វាមាន32វាមាន120អញ្ចឹងគាត់ថា iPhone 4ហ្នឹងវាប្រហែលមុខហើយ iPhone 5នេះជាប់វាមានពណ៌ផ្សេងទៀតអញ្ចឹងវាមានប្រហែលមុខទៀតដែរពីព្រោះហេតុអីយើងបើយើងព្រោះតម្លៃវាខុសគ្នាអញ្ចឹងយើងត្រូវបង្កើតទៅតាមតំណែងនីមួយៗដែលយើងលក់ឲ្យពណ៌ខុសគ្នាដូចឧមាទាហរណ៍ថាតំណែងវាឈ្មោះតែមួយប៉ុន្តែពណ៌វាខុសគ្នាតម្លៃវាដូចគ្នាតែពណ៌វាខុសគ្នាយើងចង់រាប់ពណ៌វាយើងចង់រាប់ស្តុកពណ៌វាអញ្ចឹងយើងត្រូវបង្កើតវាតាមពណ៌តាមតម្លៃវាអូខេចុងខ្ញុំចូលដល់តែប៉ុតមេរៀននេះខ្ញុំចង់បរៀនរបៀបបង្កើតទេខ្ញុំចង់បង្ហាញថាពេលបង្កើតដែលពេលដាក់វិក័យប័ត្រឬយើងរកមុខតំណែងហ្នឹងតើវាយ៉ាងម៉េចអញ្ចឹងឧទាហរណ៍លើកាយប័ត្ររូបមួយចុះឧទាហរណ៍កន្លែងនេះរូបកន្លែងនេះគឺយើងរកមុខតំណែងដែលយើងបង្កើតហ្នឹងអញ្ចឹងចុចមកវិញវាចេញទៅតាមប្រភេទដែលយើងបង្កើតក្រុមតំណែងហ្នឹងអញ្ចឹង iPhone ចុចដំបូងវាចេញមកទាំង4ចឹងឧទាហរណ៍របស់ក្នុង iPhone នោះយើងបង្កើតបាន100មុខវានឹងសូ100មុខតែយើងអាច sort វាបានថារកវាទៅតាមប្រភេទនីមួយៗអញ្ចឹងត្រង់នេះយើងរើសមកថាយើងរើសកាសអញ្ចឹងវាចេញតែកាសយើងរើសថ្មចេញតែថ្មណាហើយវា mobile វាចេញតែ mobile ដែលយើងបង្កើតហ្នឹងអូខេអញ្ចឹងខ្ញុំសូមបញ្យល់លើត្រង់នេះតិចឧមាថាខ្ញុំចង់បង្កើតប្រភេទមួយជាសេវាកម្មខ្ញុំដាក់យើងអាចតាំងអញ្ចឹង01យ៉ាងនេះខ្ញុំដាក់ថ្លៃជួសជុលជួសជុលបង្កើតថ្លៃសេវាកម្មជួសជុលទូរស័ព្ទអញ្ចឹងថ្លៃសេវាកម្មជួសជុលទូរស័ព្ទហ្នឹងមិនមែនជាស្តុកទេគឺជាសេវាកម្មបានថាយើងចេះសំលៀងជួសជុលអញ្ចឹងយើងទៅជួសជុលឲ្យគឺយើងបានកម្រៃអញ្ចឹងយើងអាចដាក់ទៅទីមកបានថាវាអត់កាត់កងទេពេលដែលយើងកន្លែងទិញចូលវាអត់ឃើញអាហ្នឹងមកទេព្រោះអាហ្នឹងយើងបានបញ្ជាក់ត្រង់នេះថាវាមិនមែនជាស្តុកអញ្ចឹងរបស់ដែលទិញចូលបានមានតែស្តុកទេគ្រប់អត់ទិញចូលទេ set អត់ប្រើទេ set ប្រើនៅលើភោជនីយដ្ឋានអញ្ចឹងសម្រាប់ជាសេវាកម្មអញ្ចឹងសេវាកម្មនៅក្នុងឯគេឧទាហរណ៍យើងថ្លៃជួសជុលទូរស័ព្ទ iPhone ឬក៏យើងជួសជុលឬក៏យើងបង្កើតផ្សេងដាក់ផ្សេងអញ្ចឹងគ្រាន់ប៉ុណ្ណឹងវាអាចរក្សាទុកបានអូខេអញ្ចឹងព័ត៌មានមានណាអញ្ចឹងខ្ញុំចង់បញ្ជាក់មួយទៀតនៅលើការបង្កើតក្រុមអញ្ចឹងខ្ញុំអាចដាក់ G01 អញ្ចឹងលេខកូដខ្ញុំអាចតាំងបានតែលេខកូដសូមហាមໄວអក្សរខ្មែរខ្លះអាចរកវាអត់ឃើញព្រោះខ្មែរពេលខ្លះវាមាន space អា space ហ្នឹងយើងមើលអត់ឃើញទេបើសិនជា space បានវាដកគ្នាអា space ហ្នឹងវាបញ្ចប់លេខពាក្យអញ្ចឹងពេលខ្លះយើងវាយទៅពីព្រោះកាលណាវារកតាម character នៅពេលយើងវាយទៅវាគិតមក character ដែរអញ្ចឹងដល់ពេលយើងអត់វាយ space គឺវារកអត់ឃើញអញ្ចឹងខ្ញុំអត់ recommend ឲ្យវាយ echo ជាអក្សរខ្មែរទេហើយក៏អត់ឲ្យប្រើ space ដែរពេលខ្លះយើងច្រឡំ space មួយអញ្ចឹងយើងមើលអត់ឃើញពេលដែលតំណែងនេះតាមពិតតែដែលយើងដាក់ mouse ឃើញមាន space អូខេអញ្ចឹងខ្ញុំតាំងថាខ្ញុំបង្កើតថាឧទាហរណ៍ iPhone 5មួយឈុតអញ្ចឹងទៅខ្ញុំថា iPhone មិនមាន iPhone 5s free កាសថ្មអញ្ចឹងចុះខ្ញុំបង្កើតទៅអ្នកអីសម្រាប់ឲ្យវានៅក្រុម iPhone ដដែលតែខ្ញុំរកវាជាក្រុម
ចឹងខ្ញុំលក់អានេះបានន័យថាបើខ្ញុំបង្កើត iPhone 16G នេះជា stock មួយលក្ខខណ្ឌវាជា stock បានន័យថាយើងទិញមកលក់គឺគិត stock ចឹងថ្មនេះក៏ខ្ញុំទិញមកលក់គិត stock កាសនេះខ្ញុំលក់មកទៀតគិត stock ចឹងបង្កើតប្រភេទនេះខ្ញុំដាក់វាជាក្រុមបានន័យថាខ្ញុំលក់អានេះមួយឲ្យវាទៅកាត់ stock 3នេះចឹងចង់ឲ្យកាត់3នឹងធ្វើមិនយើងចូលក្រុមតំណែងចឹងដល់ពេលយើងបង្កើតឧទាហរណ៍បើសិនយើងដាក់ជា stock យើងមើលក្រុមមុខតំណែងនេះយើងអត់មានអីទេអត់មាន select ទេយើងរើសវាជា switch ក៏អត់ដែរយើងរើសវាជា set ក៏ឡើងអត់ដែរset មានតែសម្រាប់ប្រើលើទូរទស្សន៍អញ្ចឹងយើងរើសវាជាក្រុមចឹងដល់ពេលក្រុមយើងរើសអីឧទាហរណ៍ខ្ញុំចង់ឲ្យកាត់ពីលក់ទៅកាត់ stock ទូរស័ព្ទ iPhone 5 ខ្មៅទី100ហ្នឹងខ្មៅមួយកាសមួយហ្នឹងកាសនឹងថ្មនេះកាសមួយថ្មមួយយើងអាចកែចំនួននេះបានបើសិនជាកាត់នេះយើងដាក់កាត់ដល់12យើងដាក់2បានតាមចិត្តអូខេអញ្ចឹងនៅពេលយើងបង្កើតអញ្ចឹងយើងរក្សាទុកបានន័យថាពេលដែលយើងចេញពីកាយប័ត្រលក់យើងលក់ចំតំណែងមួយហ្នឹងពេលដែលចេញពីកាយប័ត្រវាឃើញតែឈ្មោះហ្នឹងទេតែដល់ទៅពេលវាទៅកាត់សុកគឺវាទៅកាត់អវ៉ាន់អស់នេះវិញហើយបើអវ៉ាន់នេះយើងចេញលក់តាមធម្មតាវាកាត់ stock តាមធម្មតាព្រោះវាតំណែងវាជា stock ហើយអានេះវាអត់រាប់ stock ទេវាទៅ stock របស់គេបានន័យថាវាទៅកាត់របស់គេអូខេអញ្ចឹងរបៀបបង្កើតនេះតំណែងមានប៉ុណ្ណឹងមានមួយទៀតដើមគ្រានេះយើងអត់គាត់ថាយើងមិនចង់ប្រើទេដើមគ្រានេះករណីយើងបើកហាងហើយយើងមានអវ៉ាន់សល់ប្រហែលយើងរាប់ចូលក្នុង stock យើងហ្មងតែប្រហែលជាខ្ញុំមិន recommend ទេខ្ញុំនឹងបង្រៀននៅវគ្គក្រោយនៅពេលថាយើងបញ្ចូល stock ដើមគ្រាធ្វើម៉េចហើយកន្លែងនេះកំណត់តម្លៃលក់បើយើងបង្កើតមកយើងចង់ដាក់តម្លៃលក់ហើយយើងបង្កើត deco ទៅក្នុងនេះមកយើងដាក់តម្លៃលក់យកទៅមកយើងបង្កើតឡើងនេះមកយើងវាយតម្លៃលក់ normal ហ្នឹងថ្លៃឲ្យលក់អតិថិជនធម្មតាប៉ុន្មានដល់ VIP នេះបានថាអតិថិជនមួយដុំយើងហ្នឹងវាអាចថោកជាងអីចឹងទៅយើងអាចដាក់ថ្លៃហ្នឹងបានសូមអរគុណបើសិនមានចម្ងល់អាច comment ឬក៏ខលសួរតាម phone